បាទជំរាបសួរពុកម៉ែបងប្អូនដែលជាអ្នកដាំចន្ទីណាបាទនេះជាការបញ្ញដែលកំពុងតែតែងមេឃនៅចុងខែ6ឆ្នាំ2025បាទធ្វើការតែងបដាបាទនេះជាការតែងមេឃយកត្រង់សំណើមកកាត់ត្មងបងប្អូនដោយសារតែពីឆ្នាំមុននេះកាត់រាំងស្ទើពេលឆ្នាំនេះកាត់រាំងមកសំល្មមតែនេះកាត់តែមេឃធំទេមេឃកូនរោមមេឃតូចៗនៅខាងក្នុងមេឃឈ្មោលហ្នឹងអត់ទាន់បានកាត់សម្អាតទេយើងកាត់មេឃធំសិនបាទហើយខាងនេះជាផ្នែកដែលអត់ទាន់បានកាត់តែងមេឃបាទសុបទ្រុបខ្លាំងអានេះអត់សុបទ្រុបខ្លាំងដូចអាឡូខាងក្រោយឯងពុកម៉ែបងប្អូនបាទអានេះមកបើថាវានៅចន្លោះកណ្ដាលណាបាទចន្លោះកណ្ដាលឲ្យសុបទ្រុបប៉ុណ្ណឹងហើយបងប្អូនសម័យមើលថាឡូនៅខាងក្រោយរបស់ខ្ញុំហ្នឹងវាសុបទ្រុបប៉ុណ្ណាបាទហើយដូចជំរាបជូនចឹងថាការដែលយើងតែងមេឃមិនស្អាតវាជួបប្រទះបញ្ហាច្រើនហើយបញ្ហាដែលយើងប្រឈមជាងគេហ្នឹងគឺសត្វល្អិតនិងជំងឺហ្នឹងតែម្ដងបាទបាញ់ថ្នាំមិនស្អាតហ្មងបាទបាញ់ថ្នាំអត់ស្អាតទេហើយចំពោះអត្រាឬក៏យន្តដែលយើងបោចូលបាញ់ថ្នាំហ្នឹងក៏ទើសដែរទើសមេឃបាទទើសមេឃហើយទន្ទឹមគ្នានឹងដែរវាដដើមជីវាដដើមពលឺវាដដើមខ្យល់វាជួបប្រទះបញ្ហាច្រើនដែលធ្វើឲ្យយើងខាតបង់ហើយទន្ទឹមនឹងដែរទន្ទឹមគ្នានោះដែរខាតបង់ទិន្នផលច្រើនបាទហើយក្របដែលដុះនៅកន្លែងដែលក្របដែលជ្រុះនៅកន្លែងដែលមលុបខ្លាំងសុបទ្រុបខ្លាំងណាធ្លាក់ទៀងតែ1មេ2មេមកដុះព្រាតបាទដុះព្រាតស្ដាយមែនតើនេះក្របខូចច្រើនណាបាទក្របខូចច្រើននៅមានផ្លែខ្លះក៏ល្អដែរបាទផ្លែខ្លះល្អតែថោកពេកអត់រើសទេបាទបើប្រមូលបានលើបានថ្ងៃ20-30 គីឡូអីចឹងណាបាទនេះគុណវិបត្តិដែលដោយសារតែលុបបាទហើយដូចជំរាបជូនពុកម៉ែបងប្អូនចឹងអាឡូខាងក្រោយនោះដុះច្រើនជាងនៅខាងនេះដុះច្រើនមែនតើបាទនេះចន្ទីដែលវាជ្រុះមកហើយត្រូវទឹកភ្លៀងត្រូវមលុបដុះមកថ្មីអានេះដុះមករដូវហ្នឹងទៅដុះប្រហែលជាកន្លះខែមុនបាទនេះក្របដុះដល់កឲ្យដុះនេះដុះច្រើនមែនតើដុះស្ដាយបាទស្ដាយយើងជួបផលលំបាកច្រើនហើយដោយសារតែចការនេះវារៀងជាប់ទឹកផងដល់ពេលអញ្ចឹងយើងពិបាកថែទាំយើងពិបាកសម្អាតដីបាទអត់អីទេពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលា